ថ្ងៃមួយសុធីបានចេញទៅធ្វើការរកស៊ីរបស់គាត់តាមធម្មតាហើយគាត់ក៏បានចូលទៅអង្គុយផឹកកាហ្វេសួស្តីអើយមច្ឆាឡាតេកាពូជីណូអាយឡាតេកាហ្វេទឹកដោះគោមួយមកបាទសូមបងរងចាំបន្តិចស្រាប់តែបានឃើញនារីម្នាក់កំពុងអង្គុយពិបាកចិត្តតែម្នាក់ឯងឯកាទឹកភ្នែកនាងក៏បានហូរចេញពីកែវនេត្រាសុធីក៏មិនដឹងថាមានរឿងអីគាត់អង្គុយឆ្ងល់ថាម្ដេចបានជាស្រីនាងយំហើយគាត់ក៏បានយកក្រដាសឲ្យនារីម្នាក់នោះជូតទឹកភ្នែកហើយសុធីក៏បានសួរទៅនារីម្នាក់នោះថាតើអ្នកនាងមានរឿងអីដែរបានជាយំយ៉ាងដូចនេះខ្ញុំត្រូវសង្សារសំបែកពេលនេះខ្ញុំពិបាកចិត្តណាស់រឿងស្នេហាពិតជាធ្វើឲ្យមនុស្សឈឺចាប់មែនតោះកុំគិតច្រើនអីអ្នកនាងអាចថានេះគឺជានិស្ស័យដែរទេដែលបានឲ្យខ្ញុំមកជួបនឹងអ្នកនាងខ្ញុំក៏នៅទំនេរដែរបើអ្នកនាងមិនថាអីទេអាចសាកស្រឡាញ់ខ្ញុំបានខ្ញុំមិននឹងដឹងថាលោកកុហកខ្ញុំតិលបើមិនជឿចាំឃីមនាំអ្នកនាងដើរលេងដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញបានខ្ញុំជឿបងនាំខ្ញុំទៅទិញអីវ៉ាន់ផងបានទេបានចាំបងនាំអូនទៅពួកគេក៏បាននាំគ្នាដើរទិញអីវ៉ាន់ពេញផ្សារពីមួយថ្ងៃទៅមួយថ្ងៃនៅពេលសុធីសម្រាកពីការរកស៊ីសុធីបាននាំចន្ទថាដែលជាស្រីកំណត់របស់ខ្លួនទៅដើរលេងហើយថែមទាំងទិញគ្រឿងអលង្ការឲ្យចន្ទថាថែមទៀតស្រាប់តែថ្ងៃមួយធឿនក៏បានដឹងថាមិត្តភក្តិរបស់ខ្លួនកំពុងតែចិញ្ចឹមស្រីកំណាន់ក្បត់ចិត្តប្រពន្ធធឿនក៏បានប្រាប់ទៅសុធីថាសុធីមិនបានឯងធ្វើទង្វើក្បត់នៅប្រពន្ធឯងចឹងគ្នាបានប្រាប់ហើយថាស្រីនៅទីក្រុងពូកែបោកណាស់មិនបានឯងមិនស្ដាប់គ្នាដឹងហើយតែគ្នាមិនអាចទប់អារម្មណ៍បានហើយនាងក៏ស្រឡាញ់គ្នាដែរឯងកុំប្រាប់ប្រពន្ធគ្នាអីបានទេគ្នាត្រូវតែប្រាប់ឯងព្រោះគ្នាមិនចង់ឃើញឯងត្រូវគេបោកទេព្រោះស្រីម្នាក់នឹងគ្នាក៏ស្គាល់ដែរនាងធ្លាប់បោកគ្នាអស់ឡាន 2-3 ហើយតែគ្នាមិនដែលប្រាប់អ្នកណាទេឯងក៏មកចង់បំបាក់គ្នាគ្នាដឹងហើយមកពីឯងច្រណែនគ្នាព្រោះឃើញគ្នាមានស្រីស្រឡាញ់ច្រើនព្រោះឯង single មានស្រីស្រឡាញ់ច្រើនដូចគ្នាមែនទេបានជាឯងមិនចង់និយាយបំបាយយើងមែនទេចាំបាច់ឌៀមដាមវ័យបើគ្នា single ទើស្អីឯងឲ្យតែអ្នក single ចាំតែខូចជើងមកអីគ្នាមិនច្រណែនឯងទេគ្នាគ្រាន់តែបានហើយបើឯងនៅតាមនិយាយទៀតយើងឡើងជាមិត្តនឹងគ្នាទៀតហើយតែគ្នាគ្រាន់តែប្រាប់ឲ្យឯងល្អទេបានហើយធឿនពីពេលនេះទៅឯងលែងជាមិត្តយើងទៀតហើយយើងក៏លែងរកស៊ីជាមួយឯងទៀតដែរសុធីពេលខ្លះយើងនិយាយដើម្បីឲ្យគេល្អតែគេគិតថាយើងចំណែនគេមិនចង់ឲ្យគេល្អជាងយើងទៅវិញនៅហើយចុះបើឯងមិនស្ដាប់គ្នាទៅហើយមានតែបណ្ដោយទៅតាមវាសនាទៅចុះ